រឿងល្បិចអ្នកប្រមឹកកាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តចេតពុនជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយក្នុងសម័យនោះមានមនុស្សមួយក្រុមបានលួចដាក់ថ្នាំបំពុលអនាថបណ្ឌិកសេដ្ឋីដើម្បីប្លន់យកទ្រព្យសម្បត្តិប៉ុន្តែសេដ្ឋីបានដឹងខ្លួនជាមុនហើយក៏បានរួចផុតពីក្តីស្លាប់គ្រានោះព្រោះលោកជាមនុស្សដែលចេះប្រុងប្រយ័ត្នជានិច្ចទើបព្រះពុទ្ធអង្គទ្រង់លើកនិទានជាដកមកសម្ដែងមនាលភិក្ខុទាំងឡាយតើអ្នកកំពុងតែពិភាក្សាគ្នាអំពីរឿងអ្វីដែរបបិទ្ធព្រះអង្គដ៏ចម្រើនគឺពួកយើងខ្ញុំព្រះករុណាកំពុងតែពិភាក្សាគ្នាអំពីរឿងដែលមនុស្សមួយក្រុមបានដាក់ថ្នាំបំពុលលោកអនាថបណ្ឌិកសេដ្ឋីដោយមានបំណងចង់ប្លន់ទ្រព្យសម្បត្តិរបស់គាត់ហើយឮថាអនាថបណ្ឌិកសេដ្ឋីបានរួចផុតពីសេចក្តីស្លាប់ព្រោះតែចេះប្រុងប្រយ័ត្នមនាលភិក្ខុទាំងឡាយមិនត្រឹមតែអនាថបណ្ឌិកសេដ្ឋីនោះទេដែលរួចផុតពីការប៉ុនប៉ងសម្លាប់នោះក្នុងកាលមុនតថាគតក៏ធ្លាប់ជួបមកហើយដែរបបិទ្ធព្រះអង្គសូមព្រះអង្គមេត្តាសម្ដែងនៅជាដកជាទីកើតឡើងនៃបញ្ញាដល់យើងខ្ញុំព្រះករុណាផងមនាលភិក្ខុទាំងឡាយចូលត្រង់ត្រាប់ដោយយកចិត្តទុកដាក់ចុះក្នុងកាលកន្លងទៅហើយគ្រាមួយអ្នកប្រមឹកនោះនាំគ្នាអង្គុយផឹកអស់ជាច្រើនថ្ងៃតលតែអស់ប្រាក់រលីងពីខ្លួនទើបអង្គុយជជែកអំពីវិធីរកប្រាក់ដើម្បីផឹកបន្តណែអាសម្លាញ់គ្នាអស់ប្រាក់ហើយឯងចេញម្ដងមកអូបានអីចេញវួយបើគ្នាក៏អស់ប្រាក់ដែរនឹងបើពួកឯងសុទ្ធតែអស់ប្រាក់ហើយយើងមានគំនិតមួយដើម្បីបានប្រាក់ផឹកបន្តទៀតតើធ្វើយ៉ាងម៉េចទៅអញ្ចឹងពួកឯងអនមកយើងខ្សឹបប្រាប់ពួកក្រុមអ្នកប្រមឹកបានរៀបផែនការរួចរាល់លុះស្អែកឡើងពួកគេបានដាក់ថ្នាំងងុយដេកទៅក្នុងស្រារួចជាស្រេចរងចាំសេដ្ឋីឆ្លងកាត់ទីនោះអូលោកសេដ្ឋីអញ្ជើញទៅណាមកណីនឹងឃើញឆ្លងកាត់ទីនេះសឹងរាល់ថ្ងៃគឺថាយើងទៅចូលគាល់ព្រះរាជានៅឯព្រះបរមរាជវាំងឯណោះអូអញ្ចឹងឬបើលោកសេដ្ឋីមិនយល់ទាស់ទេអញ្ជើញចូលរួមផឹកស្រាជាមួយនឹងពួកយើងបន្តិចបានទេពួកនេះដូចជាចម្លែកម្លេះយើងឆ្លងកាត់នៅទីនេះរាល់ថ្ងៃមិនដែលហៅយើងសោះតែថ្ងៃនេះបែរជាហៅយើងអាចមានអ្វីមិនស្រួលហើយមើលទៅអូមិនកើតទេព្រោះត្រូវចូលគាល់ព្រះរាជាផងចាំពេលយើងត្រឡប់មកវិញចុះណាសេដ្ឋីក៏បានបន្តដំណើរទៅកាន់ព្រះរាជវាំងចូលគាល់ព្រះរាជាទូលថ្វាយកិច្ចការទាំងពួងដោយសពមួយដងលុះល្ងាចឡើងបញ្ចប់កិច្ចការរួចរាល់ហើយសេដ្ឋីក៏ត្រឡប់មកភូមិគ្រឹះវិញតាមផ្លូវដដែលអូលោកសេដ្ឋីអញ្ជើញមកវិញហើយឬបាទគឺយើងបានបញ្ចប់កិច្ចការហើយទើបត្រឡប់មកវិញនឹងណាអញ្ចឹងសូមអញ្ជើញលោកសេដ្ឋីចូលមកផឹកស្រាលេងជាមួយនឹងពួកយើងមកដោយសេដ្ឋីជាមនុស្សចេះប្រយ័ត្នប្រយែងខ្ពស់សេដ្ឋីសង្កេតឃើញថាកាលពីព្រឹកដបស្រានេះមានស្រាពេញហើយរហូតមកទល់ឥឡូវនេះក៏នៅតែពេញដដែលទន្ទឹមនឹងដបដតីសុទ្ធតែអស់រលីងពីដបទៅហើយស្រានេះប្រកាសជាមានថ្នាំពុលហើយមើលទៅបានជាតាំងពីព្រឹករហូតដល់ពេលនេះនៅពេញដដែលទេកាលពីព្រឹកមិញយើងឃើញស្រាមួយដបនេះនៅពេញហេតុអីក៏ពេលនេះនៅតែពេញដដែលអញ្ចឹងតាមមើលទៅស្រានេះមិនគួរឲ្យចង់ផឹកទេណែវេពួកយើងមិនកើតទេសេដ្ឋីដឹងល្បិចរបស់យើងហើយតោះយើងរត់ពួកយើងរត់កាលបានដឹងថាសេដ្ឋីដឹងពីអបាយកលរបស់ខ្លួនដូច្នោះហើយពួកអ្នកប្រមឹកទាំងនោះក៏នាំគ្នារត់ចែកផ្លូវគ្នាប្រសិទ្ធប្រសាចកិច្ចខ្លួនបាត់អស់ទៅចំណែកលោកសេដ្ឋីក៏បានរួចផុតពីគ្រោះថ្នាក់នោះព្រោះតែចេះមានសេចក្តីប្រយ័ត្នប្រយែងជាប់ជានិច្ចអ្នកដែលចេះសង្កេតមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនបានល្អរមែងនាំខ្លួនផុតពីសេចក្តីទុក្ខអន្តរាយផ្សេងចំណែកបុគ្គលអ្នកលេងសុរារមែងវិនាសទ្រព្យសម្បត្តិនាំមកនៅការខូចកិត្តិយសនិងសុខភាពជាទីបំផុត